តតងជាមួយនឹងជំងឺមហារីកមកស្បូនហ្នឹងបើយើងនិយាយចំពោះស្ត្រីតើស្ត្រីវ័យណាដែលប្រឈមជាងគេអ្នកគ្រូស្ត្រីដែលប្រឈមច្រើនជាងគេនៅលើជំងឺមហារីកមកស្បូនហ្នឹងគឺស្ត្រីដែលគាត់មានដៃគូច្រើនស្ត្រីដែលគាត់មានដៃគូរួមភេទនៅអាយុក្មេងពេកចាហើយគាត់មានកង្វះអនាម័យនៅផ្លូវភេទនិងបញ្ហាសុខភាពផ្លូវភេទផងដែរសរុបរួមមកវិញជំងឺមហារីកមកស្បូននេះវាមិនមែនខាត់តែចំពោះស្ត្រីវ័យចំណាស់ទេគឺអាចប្រឈមតាំងពីស្ត្រីដែលគាត់មានការរួមភេទតាំងពីគាត់វ័យក្មេងទៅមួយទៀតអ្នកគ្រូតកតងជាមួយនឹងជំងឺមហារីកមកស្បូនហ្នឹងតើយើងមានវ៉ាក់សាំងចាក់ការពារវាអត់អ្នកគ្រូវ៉ាក់សាំងការពារជំងឺមហារីកមកស្បូនរបស់យើងមាននៅ Clinic Maristok ដែលមានពីរប្រភេទគេហៅថាវ៉ាក់សាំងការពារមេរោគបាន4មុខនិងវ៉ាក់សាំងការពារមេរោគបាន9មុខសម្រាប់តកតងជាមួយនឹងវ៉ាក់សាំងការពារជំងឺមហារីកមកស្បូននេះយើងអាចចាក់ចាប់ពីវ័យណាទៅដែរអ្នកគ្រូចាជម្រាបសួរអ្នកគ្រូជួបអ្នកគ្រូសាជាថ្មីម្ដងទៀតចាអ្នកគ្រូអាចណែនាំខ្លួនបន្តិចទៅកាន់បងប្អូនទាំងអស់គ្នាចាជំរាបសួរប្រិយមិត្តទាំងអស់នាងខ្ញុំវិជ្ជបណ្ឌិតសុសុផានជាប្រធាន Clinic Maristok សាខាតាខ្មៅចាអ្នកគ្រូប្រធានបទយើងនេះគឺថ្មីទៀតឯអ្នកគ្រូតកតងជាមួយនឹងការឆ្លុះមាត់ស្បូនហើយនឹងការចាក់វ៉ាក់សាំងការពារមាត់ស្បូនបើយើងនិយាយតកតងជាមួយនឹងជំងឺមហារីកមាត់ស្បូនហ្នឹងគឺជាជំងឺដែលកំពុងតែថប់យើងអាចនិយាយថាថប់ចំពោះស្ត្រីហ្មងដោយសារតែរយៈចុងក្រោយនេះរដ្ឋាភិបាលយើងក៏បានចេញសេចក្តីប្រកាសជាសាធារណៈដែរថាជំងឺមហារីកមាត់ស្បូននេះគឺមានអត្រាប្រឈមកើតច្រើនមែនទែនចំពោះស្ត្រីចាតកតងជាមួយនឹងជំងឺមហារីកមកស្បូនហ្នឹងបើយើងនិយាយចំពោះស្ត្រីតើស្ត្រីវ័យណាដែលប្រឈមជាងគេអ្នកគ្រូចាចំពោះជំងឺមហារីកមកស្បូនហ្នឹងយើងសូមបញ្ជាក់បន្តិចថាវាឆ្លងតាមការរួមភេទចំនួន 90% អញ្ចឹងស្ត្រីដែលប្រឈមច្រើនជាងគេនៅលើជំងឺមហារីកមកស្បូនហ្នឹងគឺស្ត្រីដែលគាត់មានដៃគូច្រើនស្ត្រីដែលគាត់មានដៃគូរួមភេទនៅអាយុក្មេងពេកចាហើយគាត់មានកង្វះអនាម័យនៅផ្លូវភេទនិងបញ្ហាសុខភាពផ្លូវភេទផងដែរតកតងជាមួយនឹងជំងឺមហារីកមកស្បូនហ្នឹងវាមានកត្តាអីគេខ្លះដែលធ្វើឲ្យស្ត្រីកើតជំងឺមហារីកមកស្បូនហ្នឹងអ្នកគ្រូចាអញ្ចឹងមហារីកមកស្បូនហ្នឹងគឺបង្កឡើងដោយវីរុស HPV ហ្នឹងហើយយើងហៅកាត់ថា HPV ហើយឈ្មោះវាពេញហៅថា Human Papilloma Virus ហើយវាគឺជាពពួកវីរុសវាឆ្លងចូលទៅក្នុងខ្លួនរបស់យើងវាសង្ងំនៅក្នុងខ្លួនរបស់យើងវាចាប់ផ្ដើមរីកលូតលាស់បន្តិចម្ដងរហូតដល់យើងคล้ายទៅជាជំងឺមហារីកចាអញ្ចឹងភាគច្រើនវីរុស HPV ហ្នឹងមានជាង190ប្រភេទដែលយើងរកឃើញប៉ុន្តែវីរុសដែលបង្កទៅជាជំងឺមហារីកមាត់ស្បូនហ្នឹងមានប្រហែលទៅជា13-14ប្រភេទតែប៉ុណ្ណោះហើយនៅក្នុងប្រទេសកម្ពុជារបស់យើងដែលយើងរកឃើញសប្តាហ៍ថ្ងៃនេះភាគច្រើនការបង្កទៅជាជំងឺមហារីកមាត់ស្បូនហ្នឹងគឺវីរុស HPV ដែលមានលេខ16និងលេខ18ចាអ្នកគ្រូមួយទៀតអ្នកគ្រូតកតងជាមួយនឹងជំងឺមហារីកមកស្បូនហ្នឹងបើសិនជាស្ត្រីគាត់មានផ្ទុកជំងឺហ្នឹងតើវាអាចបញ្ចេញជារោគសញ្ញាអីគេខ្លះឲ្យគាត់ដឹងខ្លួនអត់អ្នកគ្រូចំពោះរោគសញ្ញានៃជំងឺមហារីកមកស្បូននេះជាទូទៅវាមិនដែលមានរោគសញ្ញាមួយជាក់លាក់នោះទេនៅពេលដែលមានរោគសញ្ញាជាក់លាក់ណាមួយយើងរកឃើញទៅជាជំងឺមហារីកបាត់ទៅហើយពេលខ្លះអញ្ចឹងទាមទារឲ្យស្ត្រីរបស់យើងតាមដានសុខភាពជាក់ស្ដែងជារៀងរាល់មួយឆ្នាំម្ដងអីចឹងទៅដើម្បីយើងរកមើលកោសិកាបម្រែបម្រួលនៅនឹងមាត់ស្បូនអញ្ចឹងយើងលើកអំពីរោគសញ្ញាខ្លះនៃជំងឺមហារីកមាត់ស្បូនហ្នឹងមានដូចជាការធ្លាក់ឈាមការធ្លាក់ឈាមការចុកពោះផ្នែកខាងក្រោមរ៉ាំរ៉ៃការឈឺចាប់អាងតិគាជាដើមការឈឺចាប់កំឡុងពេលរួមភេទក្រោយរួមភេទមានការធ្លាក់ឈាមកំឡុងពេលរួមភេទឬក៏ឈឺចាប់នៅពេលក្រោយរួមភេទជាដើមហើយគាត់មានការធ្លាក់សឬក៏ទឹករំអិលខុសប្រក្រតីចាអញ្ចឹងវាជាសញ្ញារួមមួយដែលអាចឲ្យគាត់នឹងទាញស្ត្រីដែលគាត់មានបញ្ហាទាំងអស់ហ្នឹងទៅពិនិត្យសុខភាពថាតើគាត់មានជំងឺមហារីកឬក៏អត់ដោយយើងត្រូវធ្វើតេស្តវាតម្លៃគាត់តាំងពីប្រវត្តិជំងឺរបស់គាត់ប្រវត្តិដៃគូរួមភេទរបស់គាត់អញ្ចឹងបើសិនជាគាត់មានរោគសញ្ញាជាក់លាក់ណាមួយដែលខ្ញុំបាននិយាយខាងលើហ្នឹងគាត់អាចអញ្ជើញមកពិនិត្យសុខភាព
ទាំងគ្រួសាររបស់គាត់ដូចគ្នាអញ្ចឹងដើម្បីស្វែងរកមើលថាតើគាត់បានឆ្លងនៅមេរោគ HPV ឬក៏គាត់មានកោសិកាបម្រែបម្រួលនៅក្នុងមាត់ស្បូនដែលអាចបង្កទៅជាជំងឺមហារីកឬក៏អត់អញ្ចឹងនៅកន្លែង clinic របស់ Marie Stopes យើងមានឧបករណ៍ទំនើបនិងអមវិទ្យាសាស្ត្រទំនើបដើម្បីស្វែងរកថាតើគាត់បានឆ្លងមេរោគ HPV ប្រភេទអីកាចឬក៏ស្លូតតើបង្កទៅជាមហារីកឬក៏អត់យើងមានម៉ាស៊ីនថតឆ្លុះមាត់ស្បូនដូចជាគេហៅថា colposcopy ចាយើងមានសេវាអមវិទ្យាសាស្ត្រជាច្រើនទៀតដើម្បីពិនិត្យមើលមាត់ស្បូនរបស់គាត់ថាតើគាត់មានជំងឺមហារីកឬក៏មិនមានចាអ្នកគ្រូអញ្ចឹងសរុបរួមមកវិញជំងឺមហារីកមាត់ស្បូននេះវាមិនមែនខាត់តែចំពោះស្ត្រីវ័យចាស់ណាស់ទេគឺអាចប្រឈមតាំងពីស្ត្រីដែលគាត់មានការរួមភេទតាំងពីគាត់វ័យក្មេងទៅចឹងនេះចាហើយមួយទៀតវាអាចនឹងធ្ងន់ធ្ងរដោយសារតែទ្រាំតែវាចេញរោគសញ្ញាគឺវាអាចនឹងវិវត្តទៅជាជំងឺមហារីកនឹងបាត់ទៅហើយតើអ្នកគ្រូចាមួយទៀតអ្នកគ្រូតកតងជាមួយនឹងជំងឺមហារីកមាត់ស្បូនហ្នឹងតើយើងមានវ៉ាក់សាំងចាក់ការពារវាអត់អ្នកគ្រូចាក្នុងនោះដែរដើម្បីការពារការឆ្លងមេរោគ HPV ហ្នឹងហើយយើងទី1យើងរួមភេទយើងប្រើស្រោមអនាម័យបើសិនជាអ្នកមានដៃគូច្រើនហើយមួយទៀតគឺយើងធ្វើតេស្តរកមើលកោសិកាមហារីកដើម្បីយើងចាក់វ៉ាក់សាំងការពារហ្នឹងហើយអញ្ចឹងជំរាបជូនផងដែរថាវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនរបស់យើងមាននៅ clinic Marie Stopes ដែលមាន2ប្រភេទគេហៅថាវ៉ាក់សាំងការពារមេរោគបាន4មុខនិងវ៉ាក់សាំងការពារមេរោគបាន9មុខចាបានន័យថាបើទោះជាជំងឺមហារីកមាត់ស្បូននេះវាជាជំងឺមួយដែលអាចនិយាយបានថាវារាងកាយសាហាវដែរហើយក៏អាចកាត់ចោលចំពោះស្ត្រីដែរប៉ុន្តែគឺវាពិសេសមួយត្រង់ថាវាមានវ៉ាក់សាំងសម្រាប់ចាក់ការពារអញ្ចឹងបើសិនជាបងប្អូនស្ត្រីចាប់អារម្មណ៍ត្រង់ចំណុចហ្នឹងហើយនឹងយើងចង់ការពារខ្លួនគឺងាយស្រួលមែនទែនបងប្អូនទាំងអស់គ្នាគួរណាស់តែទៅចាក់វ៉ាក់សាំងការពារទាំងអស់គ្នាអញ្ចឹងឲ្យចាប់តាក់ទងជាមួយនឹងវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននេះយើងអាចចាក់ចាប់ពីវ័យណាទៅដែរអ្នកគ្រូចាចំពោះវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននេះយើងអាចចាក់បានចាប់ពីអាយុ9ឆ្នាំដល់45ឆ្នាំប៉ុន្តែយើងបែងចែកជា2អាយុ9ឆ្នាំដល់14ឆ្នាំយើងចាក់តែ2ដងទេប៉ុន្តែអាយុ14ឆ្នាំឡើងទៅដល់45ឆ្នាំយើងត្រូវចាក់3ដងចាដើម្បីការពារគាត់បានពេញលេញមួយទៀតបើសិនជាស្ត្រីដែលគាត់មានដៃគូរួមភេទហើយឬក៏គាត់រៀបការហើយគាត់ចង់ចាក់វ៉ាក់សាំងគាត់ត្រូវតែធ្វើតេស្តមុនសិនដើម្បីបញ្ជាក់ថាគាត់អត់បានឆ្លងឬក៏អត់មានកោសិកាបម្រែបម្រួលនៅក្នុងមាត់ស្បូននឹងទេបានគាត់អាចចាក់វ៉ាក់សាំងបាននៅ clinic Marie Stopes ក៏មានកញ្ចប់វ៉ាក់សាំងបញ្ចុះតម្លៃហើយនឹង free សេវាតេស្តមើលកោសិកាមហារីកមុនចាក់វ៉ាក់សាំងដែរអញ្ចឹងបើសិនជាបងប្អូនឬក៏ប្រិយមិត្តជាពិសេសនារីដែលគាត់ចង់ការពារជំងឺមហារីកមាត់ស្បូនគាត់អាចអញ្ជើញទៅ clinic ដើម្បីទទួលការប្រឹក្សានិងការធ្វើតេស្តទទួលកញ្ចប់វ៉ាក់សាំងផងដែរចាព័ត៌មានបន្ថែមគាត់អាចតាក់ទងខាងhotline មណ្ឌលព័ត៌មានរបស់យើងនឹងឯងដើម្បីសួរសំណួរដោយឥតគិតថ្លៃគាត់មានចម្ងល់អីគាត់អាចសួរមុនអ្នកខ្លះគាត់ថាគាត់អត់ហ៊ានទៅ clinic ទេខ្លាចវ៉ាក់សាំងថ្លៃក៏មានសមត្ថភាពអីអញ្ចឹងបើសិនជាចង់ជ្រាបច្បាស់អំពីតម្លៃវ៉ាក់សាំងឬក៏កញ្ចប់វ៉ាក់សាំងមានប្រភេទអីខ្លះគាត់ក៏អាច call មុនដើម្បីកក់សេវាហើយគាត់ទៅ clinic ទៅគាត់អាចទទួលសេវាបានមុនទៀតក្នុងនោះផងដែរយើងក៏មានកញ្ចប់សេវាពិនិត្យសុខភាពដែលយើងទៅតែបង្កើតថ្មីដាក់នៅគ្រប់សាខា clinic Marie Stopes ទាំងអស់អញ្ចឹងកញ្ចប់ពិនិត្យសុខភាពហ្នឹងយើងពិនិត្យសុខភាពលើស្ត្រីអាយុ25ឆ្នាំដល់45ឆ្នាំអញ្ចឹងនៅក្នុងនោះដែរយើងបានបន្ថែមតេស្តរកមើលកោសិកាមហារីកមាត់ស្បូនដូចគ្នាអញ្ចឹងបើបងប្អូនស្ត្រីក្នុងវ័យហ្នឹងដែលគាត់មានចម្ងល់ឬក៏ចង់ធ្វើតេស្តស្វែងរកជំងឺមហារីកនិងសុខភាពទូទៅរបស់គាត់គឺគាត់អាចអញ្ជើញទៅ clinic ដើម្បីទទួលសេវានឹងបានអង្គការ Marie Stopes របស់យើងមានសាខាចំនួន8ទីតាំងហើយនឹងយើងមានបណ្ដាញអ្នកផ្ដល់សេវានៅតាមសហគមន៍ដែលយើងហៅកាត់ថា Marie Stopes Lady អញ្ចឹងពួកគាត់ក៏មានសាខានៅ30សាខានៅទូទាំងរាជធានីខេត្តផងដែរស្ត្រីគ្រប់វ័យស័ក្តិសមនឹងទទួលបានសេវាថែទាំសុខភាពពិសេសអង្គការ Marie Stopes ផ្ដល់គ្រប់សេវាថែទាំសុខភាពដើម្បីជួយគាំទ្រស្ត្រីគ្រប់វ័យនិងដៃគូសម្រាប់ព័ត៌មានបន្ថែមនិងការប្រឹក្សាដែលឥតគិតថ្លៃបងប្អូនអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ012 93 002 និង 098 93 102 ជម្រើសអ្នកអនាគតអ្នក